បាទជំរាបសួរបងប្អូនបាទចង់ជម្រាបជូនថាខ្ញុំរៀបចំវីដេអូមួយទៀតដើម្បីបង្ហាញជូនបងប្អូនដែលគាត់ចង់បង្កើតសហគមន៍ឬក្រុមដើម្បីតាមដានឬមួយដោះដូរព័ត៌មានពីអាជីវកម្មចិញ្ចឹមជ្រូករបស់គាត់អញ្ចឹងនៅក្នុងនេះដំបូងធម្មតានេះទំព័រដើមពេលដែលយើងចូលដល់ទំព័រដើមយើងចុចលើត្រី3ខាងចុងនេះដើម្បីយើងទៅខាងការងារដែលយើងត្រូវបង្កើតបាទអញ្ចឹងយើងចូលលើត្រី3ក្រោមពីពេលដែលយើងចូលដល់ត្រី3វាមានផ្ទាំងមួយលោតមកនេះមានstore របស់យើងមាន page store របស់យើងហើយមាន my space ហើយមាន my follow អញ្ចឹងយើងចុចលើ follow ហ្នឹងន័យថាយើង follow បាទ follow ហ្នឹងចង់និយាយថាបើយើងមានជា group យើងអាច follow group ដោយសារខ្ញុំអត់ទាន់បាន follow group អ្នកណាមួយសោះណាបាទហើយនេះជា people ន័យថាយើងតាម group បុគ្គលម្នាក់ដែលគាត់បាទនៅក្នុងនេះយើងតាម group យើង follow គាត់ហើយនេះយើង follow page របស់គាត់ page ដូចជាហាងបាទដូចជាហាងរបស់គាត់អញ្ចឹងវីដេអូនេះយើងរៀនរបៀបយើងបង្កើត group អានឹង group ហៅសហគមន៍យើងណាដើម្បីយើងងាយស្រួលចងដែលយើងស្រួលចងអញ្ចឹងក្នុង group នេះបងប្អូនអាចចុចលើ group ហើយពេលដែលនៅក្នុង group នេះដោយសារយើងអត់ទាន់បានបង្កើតសហគមន៍ទេអញ្ចឹងយើងអាចចុចសញ្ញាបូកពេលដែលយើងចុចសញ្ញាបូកយើងតែងតែមាន3ប្រឡោះធំប្រឡោះទី1នេះយើងអាចវាយឈ្មោះសហគមន៍របស់យើងដែលយើងចង់បង្កើតហើយក្នុងនោះយើងកំណត់40តួអក្សរទី2នេះយើងអាចបង្កើតក្រុមព័ត៌មានលម្អិតរបស់ក្រុមរបស់យើងបង្កើតនឹងគោលបំណងយើងចង់យកមកធ្វើអីផ្សព្វផ្សាយទិញលក់អានេះយើងអាចដាក់តាមនឹងហើយទី3នេះgroup ដូចគ្នាប៉ុន្តែ keyword នេះយើងអាចប្រើបាន60ពាក្យ60តួអក្សរសំទោសអញ្ចឹងយើងអាចដាក់ជាលក់ជ្រូកកណ្ដុរទិញជ្រូកកណ្ដុរលក់កូនជ្រូកកណ្ដុរអញ្ចឹងយើងអាចវាយនៅក្នុងនឹងខាងក្រោមនេះជាវីដេអូបាទអញ្ចឹងមុនខ្ញុំចាប់ដើមខ្ញុំបង្កើតឈ្មោះសិនបាទអញ្ចឹងយើងអាចនៅក្នុងនឹងយើងអាចវាយវិត័យបន្តិចទៅណាវិត័យវាសហគមន៍គោលបំណងសហគមន៍នឹងយើងចង់បង្កើតដើម្បីយកមកដោះដូរព័ត៌មានមិនទៅចងក្រងមិននៅក្នុងហ្នឹងយើងអាចណាបាទហើយខាងក្រោមនេះយើងអាចប្រើពាក្យដូចគ្នាបានយើងមិនចាំហើយខាងមុខនេះយើងត្រូវដាក់ logo របស់សហគមន៍របស់យើងហៅថា logo សម្គាល់នោះដូចមានតំណាងរបស់យើងភូមិរបស់យើងអាចមានតំណាងនេះដាក់ទៅបើអត់ទេខ្ញុំដាក់រូបជ្រូកដោយសារយើងបង្កើតជាជ្រូកសហគមន៍បាទដាក់ជ្រូកកណ្ដុរបាទអញ្ចឹងដោយសារខ្ញុំប្រើ logo នេះនៅក្នុង page របស់ខ្ញុំផងខ្ញុំប្រើ logo របស់ខ្ញុំផងដោយសារខ្ញុំបង្កើតអញ្ចឹងខ្ញុំ submit បាទក្រោយពីយើងបាន submit ហើយវាបង្ហាញព័ត៌មានដែលយើងបានបញ្ចូលអញ្ចឹងនៅក្នុងនេះបើយើងខុសយើងអាចកែបានប៉ុន្តែយើងអាចកំណត់ឲ្យខាងក្រោមនេះមាន logo របស់យើងហើយសញ្ញាកែដូរដូរ logo ហើយខាងក្រោមនេះព័ត៌មានលម្អិតអ្នក follow យើងឬមួយយ៉ាងម៉េចខ្ញុំបង្ហាញជូនទៀតអញ្ចឹងខ្ញុំមកខាងលើវិញដោយសារខ្ញុំកំណត់នៅក្នុងសហគមន៍របស់យើងចង់កំណត់3របៀប3ប្រើប្រាស់បាទ3ចំណុចដែលប្រើប្រាស់អញ្ចឹងខ្ញុំចុចលើសញ្ញានេះខ្មៅនេះដើម្បីខ្ញុំកំណត់បាទខាងលើនេះ status នេះចង់ដៅទៅលើថាយើងចង់ឲ្យ
យើងអត់មានលក្ខខណ្ឌមានន័យថាឲ្យបងប្អូនអ្នកណាក៏មើលបានដែរយើងអត់កំណត់ឲ្យទៅអ្នកណាម្នាក់ទេអញ្ចឹងយើងកំណត់ឲ្យអ្នកណាក៏មើលបានដែរបាទប៉ុន្តែបើយើងដាក់ private អញ្ចឹងយើងបានតែយើងខ្លួនយើងឯងអ្នកមើលនោះមិនមានអ្នកដទៃមើលបានទេអញ្ចឹងមានតែយើងតែឯងមើលអញ្ចឹងន័យថា private នេះយើងចង់រក្សារបស់យើងអត់ឲ្យអ្នកដទៃមើលឃើញទេប៉ុន្តែយើងអាចបាញ់ link បាញ់អីជូនគាត់បានអញ្ចឹងយើងដាក់ private បាទអញ្ចឹងបើចំពោះខ្ញុំបង្កើតជាសហគមន៍ខ្ញុំអាចដើម្បីខ្ញុំបង្ហាញជាវីដេអូនេះខ្ញុំទៅដាក់ public ដើម្បីឲ្យបងប្អូនឃើញបាទអញ្ចឹងខ្ញុំដាក់ public ហើយខាងក្រៅនេះវាមាន2វាមាន show ឬ hide show នេះយើងចង់និយាយថាឲ្យបង្ហាញនៅខាងទំព័រ public នឹងឬមួយយើងកុំឲ្យឃើញនៅក្នុង public នឹងយើងបាញ់ទៅ link ជូនគាត់ក៏បានឬមួយយើង share link ឬមួយយ៉ាងម៉េចតាមអ្វីដែលយើងទៅធ្វើហ្នឹងយើងអាចធ្វើអញ្ចឹងបានបាទអញ្ចឹងនៅក្នុងហ្នឹងយើងអាច show អញ្ចឹងខ្ញុំ show មុនចុះដោយសារបង្ហាញជូនបងប្អូនជាវីដេអូផងហើយខ្ញុំចុចលើ show អញ្ចឹងខ្ញុំ submit អញ្ចឹងនៅក្នុងនេះខ្ញុំបានកំណត់លក្ខខណ្ឌហើយខ្ញុំដាក់ public ហើយដាក់ show មកខ្ញុំអត់ចោលគេឃើញខ្ញុំដូរទៅផ្សេងអញ្ចឹងខ្ញុំធ្វើចំណុចវីដេអូនេះឲ្យបងប្អូនឃើញសិនហើយខ្ញុំចាក់ចេញទៅក្រៅខាងនេះយើងមាន follow មានតែមួយទេដែលយើងអ្នកបង្កើតហ្នឹងហើយអញ្ចឹងយើងចាក់ចេញមកខាងក្រៅយើងចាក់ចេញមកក្រៅបាទនេះយើងបានបង្កើតមួយ group របស់យើងតែមួយហ្នឹងយើងកែយើងចុចលើនឹងទៅហើយយើងអាចបង្កើតដល់បាន3 group 3សហគមន៍បាទអញ្ចឹងនៅក្នុងនេះយើងអាចចុចទៅលើនេះយើងចាក់ចេញមកដល់ពណ៌ដើមយើងមកខាងមុខនេះដោយសារយើងដាក់ជា public ពេលដែលយើងដាក់ជា public វាបង្ហាញនៅខាងលើនេះជា group របស់យើងបាទអញ្ចឹងយើងអាចចុចនៅលើនឹងទៅអញ្ចឹងធម្មតាពេលដែលយើងបង្កើតថ្មីវាអត់ទាន់មានអ្នក follow យើងអញ្ចឹងបើយើងចង់ឲ្យគេ follow ច្រើនយើង copy link នេះបាញ់ជូនគាត់ទៅហើយគាត់ join របស់យើងពេលដែលគាត់មាន account ក្នុង Mainland របស់យើងអញ្ចឹងដោយសារគាត់អត់មានទេអញ្ចឹងខ្ញុំចង់អាចព័ត៌មានមួយចំនួននៅក្នុងនោះអញ្ចឹងខ្ញុំមកខាង support នេះខាងនេះឬមួយខ្ញុំមកឡើង group មកកន្លែង group នេះខ្ញុំមានឃើញ group 2 3នៅក្នុងនេះដែរអញ្ចឹងបាទអញ្ចឹងខ្ញុំអាចមកខ្ញុំមកតំណែងព្រោះដោយសារខ្ញុំ sign up account នេះផ្នែកកសិកម្មអញ្ចឹងបើខ្ញុំមកនេះខ្ញុំអាច add ទាំងអស់ន័យថាបើខ្ញុំឃើញខ្ញុំចង់និយាយថាឥឡូវខ្ញុំលក់សាច់តម្រូវភោជនីយដ្ឋានអញ្ចឹងខ្ញុំចុចលើភោជនីយដ្ឋានទៅខ្ញុំអាច follow ហាងណាមួយដែលយើងគិតដូចថាឥឡូវហាងទេពកាហ្វេនេះអញ្ចឹងខ្ញុំចង់ share ទេពកាហ្វេនេះទៅក្នុង group អ្វីដែលខ្ញុំទៅបង្កើតខ្ញុំចុច share វា load group ខាងលើនេះ space ហ្នឹងន័យថាបុគ្គលរបស់យើងផ្ទាល់យើងចង់រក្សាទុកដើម្បីយើងងាយស្រួលរកថ្ងៃក្រោយអញ្ចឹងយើងអាចចុចលើនេះមកយើង save ទៅក្នុងនោះបាទអញ្ចឹងយើង add ទៅក្នុង group របស់យើងអញ្ចឹងបើយើងទៅ group យើងវិញយើងមើលថាយើងមាន share post ចូលក្នុងនោះអត់បាទយើងមក follow វិញក្នុង follow នេះយើងបានចុចលើរូបថតនេះទៅយើងមាន post មួយដែល share ចូលបាទ share ចូលដោយ share ចូលបើចំពោះបងប្អូនផ្សេងដែលគាត់ចង់ join គាត់ join បានដោយសារgroup នេះជា group របស់ខ្ញុំអ្នកបង្កើតប៉ុន្តែបើចំពោះអ្នកដទៃអ្នកមើលមិនមែនជាអ្នកបង្កើតទេវាបង្ហាញនៅលើចំណុចនេះដាក់ថា follow ប៉ុន្តែដោយសារខ្ញុំជាអ្នកបង្កើតវាអត់បង្ហាញឲ្យខ្ញុំ follow វាជារបស់ខ្ញុំហើយបាទហើយខាងក្រោមនេះវាមាន tray 3ដូចគ្នាយើងអាចចុចលើ tray 3ទៅបើ post របស់យើងនឹងយើង share នឹងវានៅក្រោមយើងអាចដាក់មកលើវិញបានឬមួយយើងអាចលុប post នឹងចេញក៏បានដែរអញ្ចឹងខ្ញុំចុចលុបវិញសិនដើម្បីបង្ហាញជូនបងប្អូនថាយើងអាចដក post ចេញពីនឹងវិញបានបាទអញ្ចឹងយើងដកទៅវាអត់មានទេ0ណាយើងមាន member មានតែម្នាក់ទេអញ្ចឹងខ្ញុំមកកន្លែងភោជនីយដ្ឋានដដែលអញ្ចឹងខ្ញុំមកកន្លែងទឹកកាហ្វេដដែលខ្ញុំ share ផលិតផលមួយចំនួនចូលអញ្ចឹងខ្ញុំ share ចូលបាទ share ទៅ group ខ្ញុំផងហើយខ្ញុំអាច share ទៅក្នុង my space ផងនេះ space ខ្ញុំផងដើម្បីថ្ងៃក្រោយខ្ញុំសួរទិញបាទអញ្ចឹងយើងនៅក្នុងនឹងហើយទី2យើងចង់ follow ហាងហ្នឹងចង់និយាយហាងរបស់គាត់ហ្នឹងយើងចង់ follow អញ្ចឹងយើងចុចលើហាងមកយើងអាច bookmark ហាងនេះ bookmark ហើយខាងលើនេះមាន3មាន copy link មាន share យើងចង់ share ហាងនេះទៅក្នុង group នេះក៏បានទីហោខ្ញុំចុច
share ចូលហើយបន្ទាប់មកយើងចង់ bookmark ហ្នឹងន័យថាយើងចង់រក្សាទុកឲ្យក្រោយយើងត្រូវការមកទិញវិញបាទយើងចុចលើ bookmark បាទអញ្ចឹងយើងទៅgroup របស់យើងវិញយើងមើលថាយើងមានព័ត៌មានអីខ្លះដែលយើងត្រូវចុចដាក់ចូលមុនហ្នឹងអញ្ចឹងយើងមកខាងក្រោម follow អញ្ចឹងយើងចុចលើរូបថតនោះយើងមានអីខ្លះអញ្ចឹងខ្ញុំបាន share 2ខ្ញុំ share ហាងគាត់នេះមួយចូលនៅក្នុង group របស់ខ្ញុំហើយខ្ញុំ share ផលិតផលរបស់គាត់ post នៅក្នុង group របស់ខ្ញុំបាទអញ្ចឹងខ្ញុំអាចបកក្រោយទៅវិញនៅក្នុងនេះយើងឃើញយើងបាន post យើងមាន2យើងអាច post ដល់2ហើយព្រោះដោយសារយើង share ចូលអញ្ចឹងយើងមកវិញ follow របស់យើងវិញអញ្ចឹងមក follow របស់យើងមើលកន្លែង people យើងអត់ទាន់បាន follow មកណាម្នាក់ទេអញ្ចឹងតិចយើងទៅ follow ហើយនេះ page បាទ page នេះគឺយើងបាន follow page មួយឲ្យ cafe ទេបាទអញ្ចឹង people យើងអត់ទាន់បាន follow ទេអញ្ចឹងខ្ញុំទៅក្រៅវិញខ្ញុំចង់ follow អ្នកណាម្នាក់បាទអញ្ចឹងខ្ញុំចុចលើពូជនីឋានមួយចុះខ្ញុំមកហាងណាមួយខ្ញុំចង់ follow ហាងណាក៏បានដែរដោយសារខ្ញុំមកហ្នឹងខ្ញុំចុចទៅ Joey បាទមកដល់ Joey នេះវាមានរបស់គាត់ដែរវាមានហាងមួយមានរូបរបស់គាត់ហ្នឹងបាទអញ្ចឹងពេលដែលយើងចង់ follow បុគ្គលយើងអាច follow បានដូចគ្នាអញ្ចឹងបាទអញ្ចឹងដោយសារគាត់បានលោករូបមកអញ្ចឹងរបៀបដែលយើង share គ្នាហ្នឹងយើងអាច move like stop like on ហ្នឹងយើងអាចចុចទៅតាមតម្រូវការយើង share ទៅផ្សេងទៀតយើងអាចតាមតម្រូវការខ្ញុំរកមើលដែលមានថតវិញបាទអញ្ចឹងខ្ញុំចុចលើគាត់នេះខ្ញុំចុចមើលគាត់នេះហើយខ្ញុំអាច follow គាត់នេះគាត់នេះខ្ញុំអាច follow គាត់បាទអញ្ចឹងខ្ញុំចុច follow អញ្ចឹងធម្មតាពេលដែលយើងមានអ្នកបង្កើតយើងមានឲ្យយើង follow អញ្ចឹងយើង unfollow ក៏បានដែរយើងចុចលើនឹងវិញយើង unfollow អញ្ចឹងយើងអាច follow អញ្ចឹងយើងមក page របស់យើងវិញមក group របស់យើងវិញបាទយើងចុចលើ group ពេលដែលយើងចុចលើ group ពីមុនយើងបាន follow ម្នាក់អស់ហើយអញ្ចឹង group នេះយើងដឹងថាដដែលយើងអត់បាន follow អញ្ចឹងយើងមុននឹងបន្តិចយើងឃើញថាកន្លែងយើង follow people អត់ទាន់មានអញ្ចឹងយើងចុចលើ follow អញ្ចឹង load សញ្ញាគាត់មកហើយបាទអញ្ចឹងបើយើងចង់មើលថាគាត់មានអីយើងអាចចុចលើរូបភាពហ្នឹងទៅយើងចង់ដឹងថា personal របស់គាត់មានអីខ្លះនៅក្នុងហ្នឹងបាទអញ្ចឹងនេះជាចំណុចដែលយើងអាចចងក្រងជាសហគមន៍ហើយនឹង share គ្នាទៅទៅមកបានមកទៀតខ្ញុំចង់បង្ហាញទៅន័យថាយើងចង់បង្ហាញព្រោះដោយសារអីដោយសារយើងចង់ block ពេលយើង block យើងអាច block បាននៅខាងក្រោមនេះយើងមកនេះខ្មៅម្ដងទៀតខាងក្រោមនេះមាន QR មួយរបស់យើងរបស់ group របស់យើងអញ្ចឹងបើយើងអាចដាក់គាត់នេះជា private យើងដាក់ជា private បាទហើយយើងដាក់ show ដដែលប៉ុន្តែ private ន័យថាគាត់ join យើងអត់បានគាត់ private ហ្នឹងន័យថាគាត់អត់ឲ្យគាត់ share ចូលរបស់យើងទេន័យថាពេលដែល public ហ្នឹងគាត់ន័យថាគាត់ share យើងផងយើងអ្នកណាក៏ដាក់ចូលក្នុងនោះបានដែរយើងនិយាយទៅវិញថាគ្រប់ទាំងអស់គាត់អ្នកដែល member របស់យើងនឹងអាចដាក់ព័ត៌មានចូលក្នុងនោះទាំងអស់គ្នាប៉ុន្តែបើយើងដាក់ private យើងមានតែយើងទេដែលបោះចូលនៅក្នុងនោះហើយអ្នកដែលគេ follow យើងនឹងបានត្រឹមតែមើលទេខ្ញុំចង់និយាយអញ្ចឹងបាទហើយបើយើងលាក់ន័យថាអត់ឲ្យឃើញនៅខាងមុខយើងបាញ់តែ QR code ជូនគាត់ទៅអញ្ចឹងនៅក្នុងនេះអត់ឃើញទេអញ្ចឹងយើងដាក់ show ដដែលអញ្ចឹងទៅព្រោះដោយសារនេះ private ហើយទៅយើងចុច save បាទហើយពេលដែលយើងនៅក្នុងចំណុចនេះខ្ញុំចង់បង្ហាញជូនថាយើងអាចផ្ញើ link នេះយើងអាចផ្ញើ QR code នេះឬ link ខាងក្រោមនេះយើង copy link នេះបាញ់ជូនគាត់ទៅគាត់អាច join គាត់អាចមើលហើយគាត់ join link របស់យើងបានអញ្ចឹងខ្ញុំចង់មកបង្ហាញបន្តិចដើម្បីឲ្យឃើញខ្ញុំដាក់ link ចូលទៅបាទអញ្ចឹងដោយសារខ្ញុំ join link នឹងហើយដែល link already been join អញ្ចឹងខ្ញុំបាន link join អញ្ចឹងបើអ្នកដទៃដែលមិនទាន់បាន join link ហ្នឹងគាត់ចុចទៅចូលមកក្នុង link ហ្នឹងបាទ
អញ្ចឹងនឹងវីដេអូនេះយើងចង់បង្ហាញរបៀបយើង share link ទៅវិញទៅមកបាទ share link ហើយយើងដាក់ private អញ្ចឹងពេលដែលយើងដាក់ private យើងសុំទៅមើលខាងមុខមើលតែយើងឃើញ private យ៉ាងម៉េចប៉ុន្តែដោយសារនេះជារបស់ខ្ញុំអញ្ចឹងពេលដែលបងប្អូនដាក់ private វាយើងអាចចាក់ចេញបានហើយដោយសារគាត់អត់អាច share ចូលក្នុងនោះបានប៉ុណ្្នឹងទេតាមហ្នឹងណាយើងមិនអាច share ចូលបានអញ្ចឹងបងប្អូនអាចសោតទៅតាមទៅបានហើយកុំភ្លេចថា tray ខាងលើនេះយើងអាចដាក់ទៅលើទៅក្រោមបានអញ្ចឹងនេះវីដេអូនេះចង់បង្ហាញរបៀបយើងបង្កើតក្រុមហើយក្នុងក្រុមនេះអាចជួយពង្រីកផលិតផលបងប្អូនបានច្រើនបងប្អូនចងបានរាប់រយរាប់ពាន់អ្នកនៅក្នុងក្រុមរបស់យើងផ្សព្វផ្សាយទៅវាងាយស្រួលដែលយើងមានផលិតផលថ្មីឬយើងបង្កើតក្រុមហ្នឹងដើម្បីឲ្យអតិថិជនរបស់យើងហ្នឹងគាត់តាមយើងន័យថាបើយើងផលិតអីបានអញ្ចឹងយើងអាចលក់ជូនគាត់ព្រោះយើងជាកសិកម្មយើងអាចលក់ជូនគាត់អញ្ចឹងន័យថាបងថ្ងៃហ្នឹងយើងត្រូវមានសាច់ជ្រូកឬមកជ្រូកយើងមានល្អយើងទៅកាប់លក់សាច់ឬយ៉ាងម៉េចគាត់អាចយើងធ្វើ promotion យើងមានក្រុមហ្នឹងគាត់តម្រូវការមកនិយាយថាគាត់មិនបាច់ចង់ស្វែងរកទេគាត់តម្រូវការអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងចុះព្រោះបងប្អូនឆ្ងល់ត្រង់ណាឬមួយយ៉ាងម៉េចតទៀតបងប្អូនអាចស្វែងយល់ហើយឬមួយមើលវីដេអូសារដើមដើម្បីឲ្យយើង pause វាទៅបាទខ្ញុំសូមអរគុណជម្រាបលា